វាមិនត្រឹមតែមានរូបរាងតូចហើយភ្លឺខ្លាំងនោះទេប៉ុន្តែវាក៏មានសមត្ថភាពក្នុងការបំភ្លឺទៅលើស្បែកមុខរបស់យើងឲ្យមើលទៅកាន់តែភ្លឺថ្លាស្អាតថែមទៀតផងហើយវាគឺជាប្រភេទភ្លើង Kodak C30R បើយើងនិយាយតាក់ទងនឹងរូបរាងរបស់វាគឺអត់ធំទេគឺវាមានរូបរាងតូច slim វាស្តៀងទៅនឹងទំហំទូរស័ព្ទរបស់យើងដែរប៉ុន្តែវាមានកម្រាស់រាងក្រាស់ជាងបន្តិចយើងមើលនៅផ្នែកខាងក្រោយរបស់វាគឺមានការ design ជាលក្ខណៈប្រហោងហើយនៅក្នុងហ្នឹងគឺវាមានបំពាក់ជាមួយនឹងកង្ហារដែរផ្នែកជុំវិញរបស់វាក៏វាធ្វើមកមានប្រហោងដែរពួកកន្លែងនេះគឺវាអនុញ្ញាតឲ្យការបញ្ចេញកម្ដៅរបស់វាបានលឿនតែនៅខាងក្នុងវាមានបំពាក់កង្ហារធំមួយអញ្ចឹងអ្នកគ្នាមិនចាំបាច់ភ័យក្នុងការប្រើប្រាស់យូរមកខ្លាចវាក្តៅការបញ្ចេញកម្ដៅវាយឺតនោះទេបើនិយាយទៅនឹងកម្លាំងថ្មរបស់វាបើសិនជាអ្នកគ្នាបើក 100% អ្នកគ្នាអាចប្រើវាបានរហូតដល់1ម៉ោងប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំតែងតែបើកវាត្រឹមតែ20 ទៅ 50% ទេព្រោះថាប្រភេទភ្លើងនេះគឺវាខ្លាំងកម្លាំងជះរបស់វារហូតដល់30វ៉ាត់អ្វីដែលកាន់តែពិសេសចំពោះភ្លើងនេះដែរគឺវាអាចអនុញ្ញាតឲ្យយើងយកទៅប្រើនៅផ្នែកខាងក្រៅបានឬក៏អ្នកគ្នាអាចថតនៅកន្លែងដែលអង្គុយដូចខ្ញុំចេះបានដូចគ្នាដែរមិនថាអ្នកគ្នាយកវាទៅធ្វើជា key light, fill light, backlight បានបើសិនជាអ្នកគ្នាការប្រើប្រាស់របស់អ្នកគ្នាមានលក្ខណៈតូចមធ្យមដូចដែលខ្ញុំកំពុងតែអង្គុយថតបែបនេះគឺវាអាចជំនួសបានម្ដងមកកាលដែរហើយភ្លើងនេះវាមិនមែនត្រឹមតែជាប្រភេទភ្លើងដែលបំភ្លឺពណ៌ធម្មតាទេវាក៏អាចបំភ្លឺបែបពណ៌ RGB ដែលអាចឲ្យយើងផ្លាស់ប្ដូរពណ៌បានជាច្រើនខ្ញុំធ្លាប់បានប្រើវាយូរដែរហើយប៉ុន្តែពេលខ្លះអ្នកគ្នាក៏អត់ដឹងថាខ្ញុំបានប្រើវាដែរព្រោះថារាល់ដងគឺខ្ញុំមិនដែលបានបង្ហាញអ្នកគ្នាទេព្រោះខ្ញុំគិតថាវាត្រូវការពេលខ្លះដើម្បីតេស្តវាហើយបង្ហាញតទៅនឹងបទពិសោធន៍ទៅកាន់អ្នកគ្នាដែរហើយយើងនិយាយតទៅនឹងសមត្ថភាពវាទាំងអស់ហ្នឹងតើអ្នកណាដែលស័ក្តិសមក្នុងការប្រើប្រាស់ទៅនឹងប្រភេទភ្លើងមួយនេះបើសិនជាអ្នកគ្នាជាអ្នកផលិតមាតិកាមិនថាជាអ្នកផលិតជាមួយនឹងការប្រើប្រាស់ដោយទូរស័ព្ទដៃថតឬក៏កាមេរ៉ាថតនោះទេខ្ញុំគិតថាអ្នកគ្នាគួរតែមានវាមួយទោះបីជាអ្នកគ្នាមានភ្លើងធំជាច្រើននៅក្នុងបន្ទប់ studio របស់អ្នកគ្នាក៏ដោយព្រោះថានៅពេលដែលអ្នកគ្នាចេញទៅខាងក្រៅគឺវាជួយអ្នកគ្នាបានច្រើនមែនតើអីដែលពិសេសសម្រាប់ភ្លើងមួយនេះបើសិនជាអ្នកគ្នាមានប្រភេទភ្លើង Kodak ច្រើនដែលភ្លើងផ្សេងប្រើ app អ្នកគ្នាក៏អាចប្រើប្រាស់វាជាមួយនឹង app របស់ Kodak ដែរអញ្ចឹងវាងាយស្រួលក្នុងការ control មែនតើអញ្ចឹងបើសិនជាអ្នកគ្នាកំពុងតែមានបំណងក្នុងការទិញភ្លើងតូចមួយងាយស្រួលដាក់តាមខ្លួនឬក៏ក្នុងការថតវីដេអូខ្លីឬក៏យកទៅថតនៅខាងក្រៅមិនត្រូវការប្រភេទភ្លើងដែលភ្លឺខ្លាំងឬក៏ធំអ្នកគ្នាអាចពិចារណាចំពោះប្រភេទភ្លើង Kodak C30R នេះបានអញ្ចឹងចំពោះវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាអ្នកគ្នានឹងចូលចិត្តវីដេអូរបស់ខ្ញុំក្នុងការចែករំលែកទៅនឹងបទពិសោធន៍ក្នុងការប្រើប្រាស់របស់ខ្ញុំបើសិនជាអ្នកគ្នាមានចម្ងល់បន្ថែមអ្នកគ្នាអាច comment នៅខាងក្រោមបានខ្ញុំបាទតំណានជួបគ្នានៅវីដេអូក្រោយទៀតបាយ